ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំបានទៅផ្សារទិញក្រូចឆ្មាហើយនិងក្រូចឆ្មាពៅលឿងហ្នឹងណាបងប្អូនចាចំនួន2ផ្លែហើយនិងខ្ញីហ្នឹងចំនួន1ប៉ាន់អញ្ចឹងខ្ញុំយកក្រូចឆ្មាហ្នឹងមកហាន់ជាចំណិតស្ដើងណាបងប្អូនចាចំណែកឯខ្ញីក៏ខ្ញុំហាន់ជាចំណិតស្ដើងដែរបងប្អូនដោយសារអីរូបមន្តត្រាំក្រូចឆ្មាពៅលឿងហើយនិងខ្ញីទឹកឃ្មុំហ្នឹងណាបងប្អូនចាមានបងមួយចំនួនក៏បានចែករំលែកយូរដែរហើយរូបមន្តនេះប៉ុន្តែនេះជាលើកទី1ហើយបងប្អូនដែលខ្ញុំបានធ្វើសារអញ្ចឹងណាព្រោះរូបមន្តនេះគេថាញ៉ាំទៅជួយឲ្យយើងសម្រកក្បាលពោះដុតខ្លាញ់ក្បាលពោះសម្រកគីឡូអីអញ្ចឹងទៅបងប្អូនចាអញ្ចឹងខ្ញុំក៏ធ្វើសារដែរណាមួយដោយសារខែនេះគឺជារដូវខែល្ងាដែរអញ្ចឹងទៅទុកពេលឆុងទឹកញ៉ាំក្តៅអ៊ុនពេលព្រឹកអញ្ចឹងណាបងប្អូនចាអញ្ចឹងក្រូចឆ្មាហ្នឹងគឺខ្ញុំហាន់ចំណិតស្ដើងហើយខ្ញុំយកគ្រាប់វាចាញ់អញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺខ្ញុំយកកន្លកែវហ្នឹងណាបងប្អូនចាហើយទៅយកក្រូចឆ្មាហ្នឹងមករៀបដាក់ជាស្ទើបទៅមកដាក់ខ្ញីដាក់អីអញ្ចឹងណាបងប្អូនចាបន្ទាប់មកគឺខ្ញុំបានចាក់ទឹកឃ្មុំម្ដងបន្តិចនិយាយរួមដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនចាបន្ទាប់ពីខ្ញុំបានធ្វើរួចរាល់ហើយគឺខ្ញុំបានយកក្រូចឆ្មាហ្នឹងដែលបានត្រាំជាមួយទឹកឃ្មុំខ្ញីហ្នឹងគឺយកទៅដាក់ក្នុងទូទឹកកកអញ្ចឹងណាបងប្អូនចាទុកពេលព្រឹកឡើងអញ្ចឹងទៅយើងដាំទឹកក្តៅអ៊ុនអញ្ចឹងទៅយើងដាក់ទឹកក្រូចឆ្មាហ្នឹងចំនួន1ស្លាបព្រាអីអញ្ចឹងណាបងប្អូនចា1ស្លាបព្រា2ស្លាបព្រាតាមចំណង់ចំណូលចិត្តអីអញ្ចឹងទៅបងប្អូនចាសម្រាប់យើងញ៉ាំពេលព្រឹកទៅជួយឲ្យយើងស្រស់ស្រាយដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងអរគុណបងប្អូន